នេះជា section ទី4ចឹងក្នុង chapter ទី4នេះយើងនិយាយពី paragraph ហើយ paragraph នេះយើងសិក្សាទៅលើ element ចំនួន5យើងមាន p tag នេះគឺយើងមាន open tag ហើយនិង closing tag អញ្ចឹង p tag វាតំណាងឲ្យ paragraph នេះគេ define as paragraph and BR នេះគឺ insert a single line break មានថាយើងត្រូវចុះបន្ទាត់ okay and then pre មានថា define a pre-formatting text មានថានៅពេលដែលយើងប្រើ pre វាអាចឲ្យយើងដក clear បានអញ្ចឹងតោះទៅមើលភាពខុសគ្នារវាងp ជាមួយនឹង BR ហើយនឹងpre ទាំងអស់គ្នាចាំមកយើងវិញយើង create new file and file like ហ្នឹងខ្ញុំដាក់ថា ph មានថា paragraph.html so អញ្ចឹងខ្ញុំចុច shift ហើយសញ្ញាទានដើម្បីយើងយក html file អូខេអញ្ចឹង title like នេះយើងអាចដាក់ថាchapter 4 and PA ចឹងទៅមានថា paragraph so អញ្ចឹងពេលមុនគ្នាយើងបានរៀន heading ដែរអញ្ចឹងថ្ងៃហ្នឹងយើងលាយជាមួយ heading ផងលាយជាមួយនឹងparagraph ផងអញ្ចឹងខ្ញុំធ្វើការដាក់ head 1 ឬក៏ head 2 ទៅហើយខ្ញុំដាក់ថា information អូខេអញ្ចឹង information of student អញ្ចឹងមកអូខេអញ្ចឹងអានេះជា header សម្រាប់ប្រាប់គេ so បន្តមកទៀតយើងធ្វើការទៅសរសេរជាមួយ p tag អូខេ p tag អញ្ចឹង p tag នៅពេលដែលយើងគ្នាសរសេរគឺខាងមុខនេះជាមកវិញគឺ open ហើយនេះគឺ closing អានេះ opening tag and closing tag ហើយយើងធ្វើការសរសេរ tag នៅក្នុងហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ថាគេ hello am នេះគេ am sok ហើយខ្ញុំចង់ដក clear ប៉ុណ្ណឹងហើយខ្ញុំធ្វើការខ្ញុំធ្វើការ I'm study and student at TVS អូខេហើយខ្ញុំ control S ឃើញថាវាអត់រត់មកឃើញថាវាអត់ដក clear មកនេះខ្ញុំចង់ដក clear នេះខ្ញុំចង់ដក clear មិនហ្នឹងតែខ្ញុំ control S គឺវារត់មកកន្លែងហ្នឹងដែរ so ខ្ញុំតាក់ set test run ហើយខ្ញុំ set test run ខ្ញុំ open with live server អញ្ចឹងគឺយើងឃើញថានេះ information of student គឺជា heading ហើយ hello I'm sok I'm study at TVS គឺវាអត់ដក clear ទេអញ្ចឹងខ្ញុំចង់ឲ្យវាដក clear ប៉ុណ្ណេះយើងធ្វើម៉េចអញ្ចឹងនៅពេលដែលគេដក clear ហើយគឺវាដក clear មកតាមឯទៅអត់ភាសាយើងប្រើ paragraph តែខ្ញុំចង់ឲ្យវាចុះបន្ទាត់វិញកើតអត់អញ្ចឹងចុច enter អូខេខ្ញុំ control S គឺវារត់ឡើងទៅលើវិញប៉ុន្តែបើសិនមកគ្នាយើងធ្វើការសរសេរ BR អញ្ចឹង BR tag មានថា break line new line មានថាយើងចុះបន្ទាត់វាខ្ញុំចង់ចុះបន្ទាត់ទេ new line ថ្មីអញ្ចឹងការចុះបន្ទាត់ហ្នឹងមានន័យថាមិនគ្នាមានថាខ្ញុំចង់ឲ្យអានេះនៅលើ hello I'm sok នៅលើហើយ
okay I'm student at TVS Nicole ចឹងយើងធ្វើការ opening ជាមួយនឹង BR មានថា opening ជាមួយ BR នេះគឺវាជា tag មួយដែលអត់មាន closing tag ទេ so ខ្ញុំ control S ហើយខ្ញុំទៅមើល code សាថ្មីនេះខ្ញុំថាវាចូលបន្ទាត់ហើយតោះនេះ p tag ហើយនឹង BR គឺយើងប្រើជាមួយគ្នាអញ្ចឹងតោះនេះប្រើដើម្បីងាយស្រួលយើងចូលបន្ទាត់ BR នេះយើង new line មានថា break line ទី1ហើយមកនៅ line ទី2ហើយយើងចូលបន្ទាត់ so អញ្ចឹងយើង compare គ្នាជាមួយនឹង ម្ដង pre tag អញ្ចឹង pre tag ឧទាហរណ៍ថាខ្ញុំមាន section នឹងកណ្ដាលក្នុង pre tag ខ្ញុំអត់ចង់ចូលបន្ទាត់ដូចមិញទេខ្ញុំចង់ដក clear ចម្ងាយប៉ុណ្ណេះហើយខ្ញុំ control S ខ្ញុំឃើញថាវាអត់រត់ទៅវិញទេអត់ហើយខ្ញុំទៅមើលលើ website វិញនេះខ្ញុំឃើញថាគេ p tag របស់យើងគឺធ្វើទៅការតាមគេតាម formatting ដែលយើងបានសរសេរវាអត់ដូច pre tag របស់យើងគឺវារត់តាមអីដែលយើងបានសរសេរអត់ដូច p tag ទេអត់ដូច paragraph ទេតោះនេះអាហ្នឹងគឺជា pre formatting tag ពាក្យពេញវាតោះនេះអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ចូលបន្ទាត់ខ្ញុំមកចង់ប្រើ break line ខ្ញុំជិះ enter មកអញ្ចឹង control S ហើយខ្ញុំទៅមើលនេះគេអញ្ចឹងភាពខុសគ្នារវាង pre tag ហើយនឹង pre វាខុសគ្នាត្រង់ហ្នឹងតោះនេះអូខេអញ្ចឹងអានេះខ្ញុំធ្វើការដែរគេមកថាគេខ្ញុំដាក់លេខ1ចុចអានេះខ្ញុំដាក់លេខ2ចុចអូខេ control S តោះបាននេះអញ្ចឹងខ្ញុំមកចង់ដក clear វាខ្ញុំចង់ដក clear ហើយខ្ញុំចុច enter ចេះអូខេអញ្ចឹងយើងបានហើយអញ្ចឹងភាពខុសគ្នារវាងpre ហើយនឹង pre tag គឺវាខុសគ្នាត្រង់ហ្នឹងតោះណាអញ្ចឹងនៅក្នុង pre យើងអាចដក clear បានតែបើសិនបើយើងចង់ដក clear ក្នុង pre tag គឺគេមាន tag មួយទៀតtag មួយទៀតដូចជា tag នេះយើងចង់ដក clear នៅក្នុង pre tag នេះយើងអាចប្រើជាមួយនឹងគេប្រើជាមួយនឹង non break space អញ្ចឹង non break space ហ្នឹងគឺវាគេនេះខ្ញុំសេជាប់នេះអញ្ចឹងយើងសេជាប់នេះអញ្ចឹង non break space អញ្ចឹងមានថាកន្លែងហ្នឹងយើងអាចដក clear បានហើយតោះនេះយើង control S ខ្ញុំទៅមើលទៅ website របស់យើងវិញនេះខ្ញុំគេថាវាដក clear ប៉ុណ្ណេះអញ្ចឹងបើសិនមកយើងចង់ដក clear ខ្លាំងយ៉ាងហ្នឹងទៀតយើង copy វាមក and then យើង paste វាអូខេអញ្ចឹងយើង paste វាចំនួនហ្នឹងនិយាយចំនួន4 tab 4 non break space ហ្នឹងអញ្ចឹងយើងសូមខ្ញុំចង់ control S នេះខ្ញុំឃើញថាវាដក clear ចំនួន4 space តោះនេះ1 2 3 4 អូខេអញ្ចឹងវាដក clear ចំនួន4 space អញ្ចឹងយើងអាចប្រើអានេះនៅក្នុងនៅក្នុង pre បានហើយចង់ចូលបន្ទាត់យើងប្រើ break line អញ្ចឹងយើងចង់ចូលបន្ទាត់យើងប្រើ break BR so មួយទៀតទៅ element មួយទៀតគឺ element ខ្ញុំចង់ឃើញគេចង់ឃើញអក្សរនេះ bold ហើយ am ឬក៏សុកនេះ bold នៅពេលដែលយើងមកមើលអានេះយើងឃើញថាឈ្មោះនេះអត់ bold ទេត្រូវតែខ្ញុំអត់ចង់ប្រើអីគេអត់ចង់ប្រើអីទេវាខុសគេអញ្ចឹង key ដែលធ្វើឲ្យអក្សរយើង important លេចមកខាងក្រៅគឺយើងប្រើជាមួយនឹង strong tag អញ្ចឹង tag របស់យើងមួយទៀតគឺ strong អញ្ចឹងខ្ញុំសូមធ្វើការលុប space ចេញហើយគ្នាយើង note អានឹងទុកទៅមានថា non break space មានថាដក clear អញ្ចឹងខ្ញុំចង់ឲ្យគេអក្សរនេះវា important អញ្ចឹងខ្ញុំធ្វើការជាមួយនឹង strong sorry
ខ្ញុំ open tag ហើយខ្ញុំធ្វើការ set strong ហើយខ្ញុំ closing page អញ្ចឹងខ្ញុំទាញសុកចូលអញ្ចឹងយើងឃើញថានៅនេះសុកអត់ទាន់បូលទេត្រូវអត់អញ្ចឹងនៅពេលខ្ញុំប្រើ keyword strong tag strong អញ្ចឹងខ្ញុំ control s ហើយខ្ញុំគ្នាទៅមើលវិញនេះគ្នាថាសុកគឺ important ហើយតោះនេះហើយអូខេមួយទៀតគឺយើងអាចប្រើជាមួយនឹង keyword មួយទៀតឬក៏ជា tag មួយទៀតដែល tag ហ្នឹងគឺមានឈ្មោះថាអីគេឥឡូវដូរឈ្មោះនេះខ្ញុំដាក់សុកខ្ញុំដាក់ថាសំវិញអូខេអញ្ចឹងខ្ញុំដាក់សំទៅជាមួយទៀតគឺ tag មួយទៀតគឺ tag bold អញ្ចឹងគេចូលទៅ tag មួយទៀតដែលវាស្តៀងនឹង strong ដែរវា important ដែរតែវា important មានថាវាមាន limit important វាតិចជាង strong អញ្ចឹង bold តែ keyword bold យើងសេកាត់គឺ b អញ្ចឹង open tag and closing tag and ខ្ញុំទាញសុកចូលសំចូលហើយ control s នេះទៅមើលនេះអញ្ចឹងសំខ្លះជា important ដែរប៉ុន្តែវាទួយជាងសុកអូខេអញ្ចឹង bold ហើយនិង strong គឺវាស្តៀងគ្នាគ្រាន់តែមួយវា important ខ្លាំងជាងstrong important ខ្លាំងជាង bold important តិចជាង strong អូខេអញ្ចឹងយើងសិក្សាបាន tick format ហើយនៅ tick mark មួយទៀតអូខេឥឡូវយើងចូលមក mark ហើយ p tag យើងរៀនហើយអញ្ចឹង highlight section highlight មានថាយើងប្រើ mark section នេះ mark អញ្ចឹង mark គ្នាយើងឃើញថានៅពេលដែលគ្នាយើងមានសរសេរ tick នេះនៅក្នុង p ហើយគ្នាយើងចង់ mark ឲ្យវាចេញ color ពណ៌លឿងចេញ color ពណ៌លឿងគឺប្រើជាមួយនឹង tag ឬក៏ element mark នេះបានអញ្ចឹងយើងទៅប្រើគេ tvs នេះខ្ញុំប្រើជាមួយនឹង mark អូខេបន្តមកខ្ញុំទាញ mark ចូលទាញ tvs ចូល and control s ហើយខ្ញុំ switch ទៅមើល browser នេះគ្នាឃើញថាវា mark ទៅលើអីគេ highlight ទៅលើ tvs so នេះក៏ដូចគ្នាខ្ញុំចង់ highlight វាដែរខ្ញុំធ្វើការ mark ទៅលើ tvs ដូចគ្នាហើយទាញ tvs ចូល control s នេះហើយនឹងជា keyword mark អូខេ